និស្សិតសាកលវិទ្យាល័យ Belty អន្តរជាតិគ្នាយើងតែក៏ដឹងថាសាកលវិទ្យាល័យ Belty អន្តរជាតិបើដំណើរការរយៈពេល20ឆ្នាំណាស្ថាប័នឆ្លងមានអ្នកទាំងអស់គ្នា20ឆ្នាំហើយតាំងពីឆ្នាំ2005រហូតដល់ឆ្នាំ2025នឹងហើយពីមុនណាមានឈ្មោះដើមថាវិទ្យាស្ថាន Belty អន្តរជាតិហើយបានអភិវឌ្ឍទៅជាសាកលវិទ្យាល័យ Belty អន្តរជាតិនៅឆ្នាំ2012និងត្រូវបានដាក់សម្ពោធប្រើប្រាស់ជាផ្លូវការនៅឆ្នាំ2014ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានិងចំពោះទីតាំងទី1ចំពោះទីតាំងទី2វិញយើងដាក់សម្ពោធប្រើប្រាស់ជាផ្លូវការនៅឆ្នាំ2023ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ20ឆ្នាំកន្លងមកនេះគឺថាមាននិស្សិតច្រើនចំនួនខ្លាំងមែនតើមិនថាសិស្សច្បងមិនថាសិស្សប្អូនទេគឺពួកគាត់ទទួលបានការអប់រំការបណ្ដុះបណ្ដាលក៏ដូចជាឱកាសការងារច្រើនខ្លាំងមែនតើពីសាកលវិទ្យាល័យ Belty អន្តរជាតិហើយឥឡូវពួកគាត់ខ្លាចជាបញ្ញវន្តអភិវឌ្ឍសង្គមជាតិខ្មែររហូតដល់បច្ចុប្បន្នហើយក៏ចង់ប្រាប់អ្នកទាំងអស់គ្នាថាថ្ងៃនេះជាថ្ងៃចុងក្រោយនៃឆ្នាំ2025ហើយ Happy New Year 2026 Belty International University, the future of global leaders.